កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបងខេត្តអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅវេលាម៉ោង 22:00 នាទីថ្ងៃទី 8 ខែមេសា ឆ្នាំ 2025 នៅចំណុចក្រោយវត្តសាកណ្ដាលស្ថិតនៅក្នុងភូមិសាកណ្ដាលសង្កាត់សាកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវីរៈសេនីយ៍ត្រីនូនីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះកែវសុពៅភេទប្រុសអាយុ 33 ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបច្ចុប្បន្នស្នាក់នៅក្នុងភូមិសាកណ្ដាលសង្កាត់សាកណ្ដាលក្រុងប៉ោយប៉ែតហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីលោកវីរៈសេនីយ៍ត្រីនូនីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែនដោយផ្អែកលើចម្លើយសារភាពកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីលោកវីរៈសេនីយ៍តូព្រមទាំងប្រធានមន្ត្រីស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីបោយបិណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលដោយតែវិធីពីឯកឧត្តមកាត់វណ្ណរ៉េព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃសុក្រទី 11 ខែមេសា ឆ្នាំ 2025 នេះដើម្បីអនុវត្តតាមនីតិវិធីសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ